ជំរាបសួរបងប្អូនថ្ងៃនេះនាំបងប្អូនមកមើលការធ្វើជីពីផ្លែឈើហើយអត់បាននេះទេអត់បានបង្ហាញពីដើមទេអានេះទុំវាកាច់ខ្លះហើយអញ្ចឹងមកច្បល់វាបង្ហាញបងប្អូនទីមានដល់ខែនេះសបោទៅមុខគឺស្វាយវាស្វាយធំជូអែមហើយពីមុននោះយើងមានដាក់ត្រៀងខែតមានដាក់ខ្យងដាក់ត្រីខ្លះដែរតែដាក់យូរដែរហើយចឹងដល់ពេលក្រោយមកបានយើងខែនេះមាននេះមានស្វាយយើងដាក់ស្វាយថែមទៀតដើម្បីឲ្យកាច់ល្អហើយអត់ដល់ប្រើជាមួយហើយជាទងលះខែនេះទៅឬក៏មួយអាទិត្យទៀតយើងអាចប្រែបានខ្លះអត់ដឹងល្អដឹងមិនទេមិនដែលអត់ធ្វើហ៎ប៉ុន្តែធំក្អូបដែរស្ដាយយកបានទៅផ្លែឈើណាល្អវាដាក់ផ្លែឈើល្អពេកស្ដាយខូបនេះវាមានកៅខ្លះតិចតួចយើងចិត្តយកចំណុចល្អហើយយ៉ាងដើម្បីដេញកៅដាក់នេះដាក់ថ្នាំដើម្បីដេញវាមានថ្នាំអីទេស្លឹកស្ដៅទៅបូតស្លឹកស្ដៅដាក់ច្បល់វាទៅវាចេញជាតិឲ្យដេញទៅកៅពីពុលធំនេះតូចដែរទេមិនធំទេតូចល្មមអរគុណបងប្អូនមើលប៉ុណ្ណឹងទេ